សូមគោរពសម្ដេចលោកជំទាវឯកឧត្តមលោកអង្គការលោកស្រីទូរទស្សនិកជនទាំងអស់ដែលកំពុងតែទស្សនាកម្មវិធីផ្សាយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាទាំងនៅក្នុងនិងនៅក្រៅប្រទេសទាំងអស់ជាទីគោរពដោយដែលនាងខ្ញុំបានជំរាបជូនពីម្សិលមិញហើយថានៅក្នុងថ្ងៃនេះយើងនឹងជួបគ្នាជាថ្មីនៅក្នុងការប្រកួតជុំផ្ដាច់ព្រ័ត្ររវាងក្រុមយុវជនដែលអញ្ជើញមកពីសាកលវិទ្យាល័យ BLT កម្ពុជាត្រូវជួបប្រកួតជាមួយនឹងក្រុមយុវជនដែលអញ្ជើញមកពីសាកលវិទ្យាល័យកម្ពុជាក្រមប្រធានបទស្ត្រីគឺជាភ្នាក់ងារដ៏សំខាន់នៅក្នុងការជំរុញឲ្យសង្គមមានការអភិវឌ្ឍឈានឡើងហើយនៅក្នុងថ្ងៃនេះមុននឹងចាប់ផ្ដើមធ្វើការបកស្រាយទៅនឹងប្រធានបទអនុញ្ញាតឲ្យនាងខ្ញុំសូមគោរពចំពោះវត្តមានរបស់គណៈអធិបតីដែលមានការអញ្ជើញចូលរួមពីលោកជំទាវជារដ្ឋលេខាធិការអនុរដ្ឋលេខាធិការអគ្គនាយករងដែលអញ្ជើញមកពីក្រសួងកិច្ចការនារីលោកសាស្ត្រាចារ្យដែលបានដឹកនាំក្រុមនិស្សិតអញ្ជើញមកពីសាកលវិទ្យាល័យទាំង8រួមជាមួយនឹងអង្គការដែលជាដៃគូរួមសហការនៅក្នុងការឧបត្ថម្ភនៅក្នុងកម្មវិធីជជែកពិភាក្សាហើយមុននឹងកិច្ចជជែកពិភាក្សាចាប់ផ្ដើមក៏អនុញ្ញាតឲ្យនាងខ្ញុំសូមជម្រាបជូននៅសមាជិករបស់គណៈកម្មការដាក់ពិន្ទុចំនួន5រូបដែលរួមមាន1លោកថេឈុនហៈអគ្គនាយករងនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រនិងអភិវឌ្ឍសេដ្ឋកិច្ចអញ្ជើញមកពីក្រសួងកិច្ចការនារី2លោកជំទាវខៀវសេរីវុធាអគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍសង្គមអញ្ជើញមកពីក្រសួងកិច្ចការនារី3លោកស្រីទេពស៊ីណាតប្រធានលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំយុវជននិងកីឡា4លោកដាវអានសានតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា5លោកស្រីស៊ុំស្រីមុំតំណាងវិជាឋានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជាហៅកាត់ថា CDRI ចា៎ហើយសម្រាប់ក្រុមនិស្សិតដែលត្រូវធ្វើការមកបកស្រាយសម្រាប់ក្រុមស្របគឺក្រុមនិស្សិតដែលអញ្ជើញមកពីសាកលវិទ្យាល័យ BLT ដែលរួមមាន1យុវជនផនភិរាំង2កញ្ញាសងាំសុភរតនៈ3កញ្ញាលីសខុម4យុវជនសៀនសុខហួរសម្រាប់ក្រុមយុវជនដែលអញ្ជើញមកពីសាកលវិទ្យាល័យកម្ពុជាគឺស្ថិតនៅក្នុងក្រុមបដិសេធប្រធានបទដែលរួមមាន1យុវជនយាងសិទ្ធសំប្រាថ្នា2យុវជនសំវិសិទ្ធ3កញ្ញាអឿនស្រីលក្ខ4កញ្ញាឆេងស្រីរ៉ាត់ស្រាចាសូមអញ្ជើញចាប់ផ្ដើមពីប្អូនក្រុមគាំទ្រមុនអញ្ជើញជាបឋមនេះខ្ញុំសូមគោរពជម្រាបសួរគណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពនាងខ្ញុំឈ្មោះលីសុខុមជានិស្សិតមកពីសាកលវិទ្យាល័យ BLT អន្តរជាតិស្ថិតក្នុងឱកាសនេះតាំងនាមឲ្យក្រុមស្របរបស់យើងខ្ញុំសូមធ្វើការគាំទ្រទៅលើប្រធានបទដែលបានលើកឡើងថាស្ត្រីគឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឲ្យសង្គមមានការអភិវឌ្ឍឈានឡើងមុននឹងធ្វើការបកស្រាយទៅលើប្រធានបទខាងលើនេះអនុញ្ញាតឲ្យលោកនាងខ្ញុំបានពន្យល់នៅពាក្យគន្លឹះចំនួន3ជាមុនសិនដែលក្នុងនោះមានពាក្យផ្នែកងារជំរុញនិងការអភិវឌ្ឍនេះបើយើងយោងទៅតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជូនណាតផ្នែកងារមានន័យថាអ្នកដែលជាជំនួយឬជាបង្អែករីឯជំរុញគឺជាការរុញទៅមុខឬការពន្លឿនចំណែកការអភិវឌ្ឍគឺជាការផ្លាស់ប្ដូរស្ថានភាពឲ្យមានការរីកចម្រើនដូច្នេះយើងអាចកំណត់ទីសេចក្តីរបស់ប្រធានបទខាងលើបានថាស្ត្រីគឺជាជំនួយដ៏សំខាន់ក្នុងការជំរុញឲ្យប្រទេសជាតិមានការអភិវឌ្ឍឈានឡើងជាលំដាប់អង្គវេទិកាទាំងមូលជាទីគោរពក្រុមរបស់យើងខ្ញុំធ្វើការបកស្រាយទៅលើប្រធានបទខាងលើនេះដោយផ្អែកទៅលើតលហេតុសំខាន់ចំនួន3ដែលតលហេតុទី1គឺស្ត្រីក្នុងវិស័យអប់រំតលហេតុទី2ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចនិងតលហេតុទី3ស្ត្រីក្នុងវិស័យនយោបាយខណៈពេលនេះអនុញ្ញាតឲ្យលោកនាងខ្ញុំបានចូលរួមបកស្រាយនៅតលហេតុទី1គឺស្ត្រីក្នុងវិស័យអប់រំជាការពិតណាស់យើងបានដឹងថាស្ត្រីគឺជាធនធានដ៏សំខាន់នៅក្នុងគ្រួសារសហគមន៍និងសង្គមជាតិទាំងមូលពីព្រោះស្ត្រីគឺជាមនុស្សដែលបានផ្ដល់កំណើតដល់មនុស្សគ្រប់គ្នាហើយជាគ្រូដើមដែលបានបង្ហាត់បង្រៀនកូនមិនថាប្រុសមិនថាស្រីឲ្យខ្លាយទៅជាពលរដ្ឋល្អរបស់សង្គមជាតិសម្រាប់ថ្ងៃអនាគតនៅពេលដែលកូនគ្រប់អាយុចូលរៀនស្ត្រីជាម្ដាយបានខិតខំស្វាស្វែងបញ្ជូនកូនឲ្យទៅសិក្សានៅតាមស្ថាប័នរដ្ឋស្ថាប័នឯកជននានាតាមលទ្ធភាពដែលខ្លួនមានលើពីនេះទៅទៀតចំពោះស្ត្រីដែលមានសមត្ថភាពមានចំណេះជំនាញក៏បានចូលខ្លួនទៅបម្រើក្នុងវិស័យអប់រំទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធផងដែរជាក់ស្ដែងដូចជាវិស័យអប់រំក្នុងប្រព័ន្ធយើងសង្កេតឃើញមានវត្តមានរបស់ស្ត្រីជាគ្រូបង្រៀនជានាយិកាតាំងគ្រឹះស្ថានសិក្សានានាទូទាំងប្រទេសមានការរីកចម្រើនមានការកើនឡើងជាលំដាប់ចំណែកការអប់រំក្រៅប្រព័ន្ធដូចជាការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈអនក្ខរកម្មការអប់រំជនពិការនៅតាមសហគមន៍ក៏មានការចូលរួមពីស្ត្រីយ៉ាងសស្រាក់សស្រាំផងដែរទន្ទឹមនឹងនេះតាំងនាមខ្ញុំជាយុវតីជាតំពាំងស្នងវិស័យរបស់ប្រទេសជាតិ
ហើយជាអ្នកបន្តវេនចំនួនក្រោយនោះនាងខ្ញុំសូមបដិញ្ញាចិត្តយ៉ាងមុតមមថានឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងចំណេះវិជ្ជាពីលោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូធ្វើយ៉ាងណាដើម្បីក្លាយខ្លួនទៅជាកម្លាំងចលករយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិជាមួយគ្នានេះដែរនាងខ្ញុំក៏សូមសំណូមពរដល់យុវជនយុវតីទាំងអស់ឲ្យមានការបដិញ្ញាចិត្តយ៉ាងមុតមមដូចជាខ្ញុំដែរជាចុងបញ្ចប់នាងខ្ញុំនៅតែបន្តគាំទ្រទៅលើប្រធានបទដែលបានលើកឡើងថាស្ត្រីគឺជាផ្នែកងារដ៏សំខាន់ក្នុងការជំរុញឲ្យសង្គមមានការអភិវឌ្ឍឈានឡើងសូមអរគុណ សូមអញ្ជើញបងអូនក្រុមបដិសេធ ចាសូមគោរពគណៈអធិបតីគណៈកម្មការអង្គវេទិកាទាំងមូលជាទីគោរពនាងខ្ញុំឈ្មោះអឿនសិរិលក្ខមកពីសាកលវិទ្យាល័យកម្ពុជាជាក្រុមបដិសេធហើយថ្ងៃនេះដែរនាងខ្ញុំឡើងមកដើម្បីធ្វើការបំពេញបន្ថែមទៅលើប្រធានបទដែលបានលើកឡើងថាស្ត្រីជាផ្នែកនេះដ៏សំខាន់នៅក្នុងការជំរុញឲ្យសង្គមមានការអភិវឌ្ឍឈានឡើងតែមុននឹងចូលទៅក្នុងប្រធានបទនេះបានស៊ីជម្រៅអនុញ្ញាតនេះខ្ញុំបង្ហាញនូវពាក្យកលឹះសំខាន់3ជាមុនសិនដោយពាក្យកលឹះសំខាន់ទី1គឺភ្នាក់ងារដែលបានឲ្យនិយមន័យថាជាបុគ្គលផ្នែក1និងពាក្យកលឹះសំខាន់ទី2គឺសង្គមប្រជុំបណ្ដុំមនុស្សនិងពាក្យកលឹះសំខាន់ទី3គឺអភិវឌ្ឍដែលឲ្យនិយមន័យថាការចម្រើនឡើងក្រៃលែងដែលពាក្យទាំង3នេះនាងខ្ញុំបានដកស្រង់ចេញពីវចនានុក្រមខ្មែរបពុំដោយពុទ្ធសាសនបណ្ឌិតនៅក្នុងឆ្នាំ1967ដូចនេះដែរប្រធានបទខាងលើគឺមានន័យថាស្ត្រីជាផ្នែកមួយដ៏សំខាន់នៅក្នុងការជំរុញឲ្យប្រជុំបណ្ដាមនុស្សមានការអភិវឌ្ឍឈានឡើងដូចនេះដែរក្នុងការបំពេញបន្ថែមទៅលើប្រធានបទខាងលើក្រុមនាងខ្ញុំមានតរហិកចំនួន3នៅក្នុងការធ្វើការបកស្រាយដោយតរហិកទី1បកស្រាយដោយនាងខ្ញុំគឺការបង្កើនធនធានអភិវឌ្ឍប្រកបដោយតម្លាភាពដែលយើងដឹងហើយថាតើវិស័យណាមួយដែលចូលរួមនៅក្នុងការអភិវឌ្ឍដល់ប្រជាជាតិយើងទាំងមូលនៅក្នុងនោះយើងបានឃើញថាវិស័យអប់រំគឺដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍដល់ប្រទេសជាតិយើងទាំងមូលដែលក្នុងនោះផងដែរយើងបានឃើញថាវិស័យអប់រំដើរតួជាសំខាន់នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក៏ដូចជាការបណ្ដុះបណ្ដាលដល់ជនជាតិបណ្ដុះបណ្ដាលដល់យុវជនចំនួនក្រោយដើម្បីឲ្យពួកគាត់មានសមត្ថភាពក្នុងការដឹកនាំប្រទេសហើយកត្តានោះផងដែរដែលជំរុញឲ្យមានការដូចជាបុរសនិងស្ត្រីគឺត្រូវដើរទន្ទឹមគ្នាក្នុងនោះទៀតសោតយើងក៏បានឃើញដែរថានៅក្នុងស្ថិតិយេនដឺសំខាន់នៅក្នុងប្រទេសកម្ពុជាដែលកម្រិតនៅក្នុងខែមករាបោះពុំឆ្នាំ2014ដោយនាយកដ្ឋានផែនការនិងស្ថិតិក្រសួងកិច្ចការនារីបានបង្ហាញឲ្យឃើញថាមានក្មេងស្រីនិងក្មេងប្រុសដែលបោះបង់ចោលការសិក្សានៅក្នុងថ្នាក់ទី7និងថ្នាក់ទីដល់ថ្នាក់ទី12មានច្រើនមែនទែនក៏ប៉ុន្តែសួរថាការតែងតែលើកទឹកចិត្តទៅដល់ក្មេងស្រីក្នុងការចូលរៀនក៏ប៉ុន្តែឥឡូវនេះយើងអាចឃើញបែរថាក្មេងប្រុសត្រូវបានទទួលការរាំងស្ទះនៅក្នុងការបោះបង់ចោលការសិក្សានៅក្នុងថ្នាក់អនុវិទ្យាល័យមានតែដល់ 21.2% រីឯក្មេងស្រីមានតែត្រឹមតែ 18.7% តែប៉ុណ្ណោះដូចនេះយើងអាចឃើញថាការបណ្ដុះបណ្ដាលក្នុងការអប់រំដើម្បីឲ្យមានតម្លាភាពលុះត្រាតែក្មេងស្រីនិងក្មេងប្រុសទទួលបាននូវការអប់រំដូចគ្នាការបោះបង់ចោលការសិក្សាគឺត្រូវតែធ្លាក់ចុះដូចនេះក្នុងនាមខ្ញុំជាយុវតីមួយរូបសូមសំណូមពរទៅដល់រាជរដ្ឋាភិបាលក្រសួងអប់រំក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធនានាមេត្តាត្រួតពិនិត្យឡើងវិញនូវការអប់រំប្រកបដោយតម្លាភាពដោយសារតែបុរសនិងស្ត្រីគឺជាដៃគូដ៏សំខាន់នៅក្នុងកិច្ចអភិវឌ្ឍសង្គមជាតិទាំងមូលដូចនេះប្រសិនបើស្ត្រីមានតែស្ត្រីចូលរួមនៅក្នុងកិច្ចអភិវឌ្ឍពុំមានបុរសនោះកិច្ចអភិវឌ្ឍក៏មិនអាចដើរទន្ទឹមទៅមុខនោះដែរបើសិនតែមានតែបុរសខ្វះទៅស្ត្រីក៏ពុំអាចឈានទៅមុខបានដូចគ្នាដូចនេះដើម្បីឲ្យប្រទេសយើងឈានទៅដល់ប្រទេសមួយដែលអភិវឌ្ឍដែលឈានទៅក្នុងសមហរណកម្មអាចចូលទៅជាមួយនឹងប្រទេសដទៃនៅក្នុងការប្រកួតប្រជែងលុះត្រាតែស្ត្រីនិងបុរសបណ្ដាទន្ទឹមគ្នានៅក្នុងផ្លូវតែមួយចក្ខុវិស័យតែមួយជាចុងក្រោយនេះខ្ញុំនៅតែបន្តលើបដិសេធទៅលើប្រធានបទខាងលើគឺពុំទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេសូមអរគុណ សូមអញ្ជើញបងក្រុមគាំទ្រ ជាបឋមខ្ញុំបាទសូមគោរពគណៈធិបតីគណៈកម្មការនិងអង្គវិទ្យាការទាំងមូលជាទីគោរពខ្ញុំបាទឈ្មោះសៀនសុភួរជានិស្សិតមកពីសាកលវិទ្យាល័យ Melty អន្តរជាតិក្នុងគណៈនេះអនុញ្ញាតឲ្យរូបខ្ញុំបាទធ្វើការបន្តការបកស្រាយនៅតលហេកទី1ដែលនិយាយអំពីស្ត្រីក្នុងវិស័យសេដ្ឋកិច្ចហើយក្នុងវិស័យសេដ្ឋកិច្ចនេះផងដែរខ្ញុំបាទបានចែកចេញជាគោលចំណុចសំខាន់ចំនួន2គឺសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចសង្គមចំពោះសេដ្ឋកិច្ចគ្រួសារជាក់ស្ដែងណាស់នៅក្នុងគ្រួសារកម្ពុជាស្ត្រីជាពិសេសភរិយាដើរតួនាទីយ៉ាងសំខាន់ដែលជាធនាគារក្នុងការគ្រោងចំណូលចំណាយនានានៅក្នុងគ្រួសារនេះបានសេចក្តីថាស្ត្រីជាអ្នកថែរក្សាស្ថិរភាពនៅក្នុងគ្រួសារយ៉ាងសំខាន់ដោយស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាបានបង្ហាញឲ្យឃើញថាការងារក្នុងផ្ទះស្មើជាមួយនឹងការងារក្រៅផ្ទះរីឯគោលចំណុចសំខាន់ទី2គឺនិយាយអំពីសង្គមគឺនិយាយអំពីសេដ្ឋកិច្ចសង្គមដោយផ្អែកទៅលើយុទ្ធសាស្ត្រចតុកោណដែលឧទ្ទិសនាមដោយសម្ដេចតេជោហ៊ុនសែននៅក្នុងកិច្ចប្រជុំទី1របស់គណៈរដ្ឋមន្ត្រីនីតិកាលទី3នៃរដ្ឋសភានៅក្នុងថ្ងៃទី16ខែកក្កដាឆ្នាំ2004បានបង្ហាញយ៉ាងច្បាស់ថាស្ត្រីគឺជាឆ្អឹងខ្នងរបស់សង្គមនិងសេដ្ឋកិច្ចជាតិយើងដោយមួយឃើញអំពីស្ដាប់ប្រយោជន៍សំខាន់របស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចនេះហើយទើបធ្វើឲ្យក្រសួងកិច្ចការនារីបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រនារីរតនៈដំណាក់កាលទី4ឆ្នាំ2014-2018ធ្វើយ៉ាងណាដើម្បីឲ្យស្ត្រីមានភាពអង្អាចនិងបង្កើនសមត្ថភាពនៅក្នុងវិស័យសេដ្ឋកិច្ច
ជាចុងបញ្ចប់ក្រុមយើងខ្ញុំនៅតែបន្តការគាំទ្រទៅលើប្រធានបទដែលបានលើកឡើងថាស្ត្រីជាភ្នាក់ងារយ៉ាងសំខាន់ក្នុងការជំរុញឲ្យសង្គមមានការអភិវឌ្ឍដូចនេះស្ត្រីគួរគប្បីពង្រឹងសមត្ថភាពទំនុកចិត្តនិងភាពជឿជាក់ដើម្បីធ្វើយ៉ាងណាជំរុញឲ្យសង្គមមានការអភិវឌ្ឍឈានឡើងខ្ញុំបាទសូមអរគុណ អញ្ជើញបងប្អូនក្រុម គោរពគណៈធិបតីគណៈកម្មការនៅអង្គវេទិកាទាំងមួយជាទីគោរពនាងខ្ញុំឈ្មោះឆេនស្រីរ៉ាជានិស្សិតមកពីសាកលវិទ្យាល័យកម្ពុជាជាក្រុមបដិសេធដែលឆ្លើយលើកចំហបំពេញបន្ថែមទៅលើប្រធានបទខាងលើតលហេកទី2ដែលនាងខ្ញុំនឹងលើកយកមកបកស្រាយនោះគឺការពង្រឹងសមភាពនិងសមធម៌ gender ក្នុងការអភិវឌ្ឍឈានឡើងជាការពិតណាស់ជាក់ស្ដែងរាជរដ្ឋាភិបាលក្រសួងកិច្ចការនារីនិងស្ថាប័នពាក់ព័ន្ធនានាបានធ្វើការជំរុញឲ្យមានសមភាពនិងសមធម៌ gender នៅក្នុងសង្គមការជំរុញនេះមានន័យថាគឺជាការឲ្យមានភាពស្មើគ្នារវាងបុរសនិងស្ត្រីយើងដឹងហើយថាការអភិវឌ្ឍសង្គមគឺត្រូវការចូលរួមទាំងបុរសនិងស្ត្រីដើម្បីចាប់ដៃគ្នាធ្វើការកិច្ចអភិវឌ្ឍទៅមុខដើម្បីឲ្យប្រទេសរបស់យើងគឺមានសេដ្ឋកិច្ចកាន់តែប្រសើរឡើងយើងមិនអាចលើកកម្ពស់តែនារីហើយបំភ្លេចបរិះចោលបាននោះទេមានន័យថាការអភិវឌ្ឍ gender គឺការលើកកម្ពស់ឲ្យមានភាពស្មើគ្នារវាងបុរសនិងស្ត្រីដូចនេះបើយោងទៅតាមដោយសារតែវិសមភាព gender នៅក្នុងសង្គមត្រូវបានជំរុញឲ្យរាជរដ្ឋាភិបាលក្រសួងកិច្ចការនារីនិងស្ថាប័នពាក់ព័ន្ធនានាបានធ្វើការជំរុញបន្ថែមនៅកិច្ចអភិវឌ្ឍ gender នេះគឺមានន័យថាដែលយោងទៅតាមស្ថិតិ gender សំខាន់នៅក្នុងប្រទេសកម្ពុជាដែលគិតត្រឹមពីខែមករាឆ្នាំ2004បាននៅក្នុងទិន្នន័យនេះគឺមាន 20.30% ដែល20.30% ដែលស្ត្រីធ្វើការសម្រេចចិត្តនៅក្នុងរដ្ឋសភាមានភាពតិចតួចជាងបារម្ភដោយសារតែកង្វះខាតបែបនេះហើយទើបរាជរដ្ឋាភិបាលខិតខំពង្រឹងនិងជំរុញឲ្យមានការអភិវឌ្ឍនៅសមភាពនិងសមធម៌ gender ឲ្យកាន់តែប្រសើរឡើងដូច្នេះក្នុងនាមខ្ញុំជាយុវតីនេះខ្ញុំក៏សូមសំណូមពរទៅដល់រាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនានាសូមធ្វើការពង្រឹងបន្ថែមជាមួយនឹងសមភាពនិងសមធម៌ gender ឲ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងសង្គមជាតិរបស់យើងនៅសម័យបច្ចុប្បន្ននេះចាសសូមអរគុណ ចឹងបងប្អូនក្រុមក៏ ជាបឋមនាងខ្ញុំសូមគោរពគណៈថាបតីគណៈកម្មការនិងអង្គវេទិកាទាំងមួយជាទីគោរពនាងខ្ញុំសង្ងាមសុភរតនៈជានិស្សិតមកពីសាកលវិទ្យាល័យ Belty អន្តរជាតិសូមធ្វើការអនុញ្ញាតបកស្រាយតែលហេកទី3ដែលលើកឡើងថាស្ត្រីនៅក្នុងវិស័យនយោបាយអង្គវេទិកាទាំងមួយជាទីគោរពជាក់ស្ដែងណាស់រដ្ឋាភិបាលកម្ពុជាក៏បានទទួលស្គាល់ហើយថាការអភិវឌ្ឍប្រទេសជាតិប្រកបដោយចរភាពនិងអភិបាលកិច្ចល្អអាស្រ័យលើការចូលរួមរបស់ស្ត្រីឲ្យសមស្របទៅនឹងដំណើរការធ្វើសេចក្តីសម្រេចលើគ្រប់កម្រិតនៅក្នុងតែលហេកទី3នេះក្រុមរបស់នាងខ្ញុំចំផ្ដោតយ៉ាងសំខាន់ទៅលើការធ្វើសេចក្តីសម្រេចចិត្តលើវិស័យសាធារណៈនិងមុខងារលើវិស័យមុខងារសាធារណៈនិងវិស័យនយោបាយដោយហេតុថាស្ត្រីគឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការជំរុញឲ្យប្រទេសជាតិមានការអភិវឌ្ឍឈានឡើងជាលំដាប់ភាពនៃដំណើរឆ្ពោះទៅមុខនៅក្នុងការពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិឲ្យកើតមានឡើងដោយសារតែមានយុទ្ធសាស្ត្រដ៏ច្បាស់លាស់របស់រដ្ឋាភិបាលកម្ពុជាដាក់ឡើងក្នុងការលើកតម្កើងតួនាទីស្ត្រីនៅក្នុងវិស័យសាធារណៈនិងវិស័យនយោបាយនៅគ្រប់កម្រិតជាពិសេសបូករួមទាំងសមិទ្ធផលសំខាន់ដើម្បីជាគ្រឹះក្នុងការជុំជ្រែងឲ្យស្ត្រីមានភាពអង់អាចមានភាពក្លាហានក្នុងការធ្វើសេចក្តីសម្រេចចិត្តនានានិងជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឲ្យសង្គមមានការអភិវឌ្ឍឈានឡើងអង្គវេទិកាទាំងមួយជាទីគោរពសូមបញ្ជាក់ដែរថាស្ត្រីកម្ពុជាទាំងអស់មានឆន្ទៈមោះមុតក្នុងជីវភាពនយោបាយនិងការធ្វើសេចក្តីសម្រេចឲ្យយោងទៅតាមសៀវភៅសិក្សាសង្គមថ្នាក់ទី9នៅក្នុងទំព័រទី122មានឧទាហរណ៍យ៉ាងជាក់ស្ដែងដែលបានលើកឡើងថានៅក្នុងការបោះឆ្នោតឆ្នាំ1993មានការចូលរួមយ៉ាងលើសលប់ពីស្ត្រីគឺ 54% នៃអ្នកចូលឈ្មោះបោះឆ្នោតនិង 59% នៃអ្នកទៅបោះឆ្នោតលើសពីនេះទៅទៀតរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់និងប្រាជ្ញាចិត្តយ៉ាងខ្ពង់ខ្ពស់ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ដូចជាផែនការយុទ្ធសាស្ត្រនារីរតនៈទី4ផែនការយុទ្ធសាស្ត្រ5ឆ្នាំក្រុងប្រឹក្សាជាតិដើម្បីនារីកម្ពុជានិងយុទ្ធសាស្ត្រចាក់ទៅកោនរបស់ប្រទេសកម្ពុជាដើម្បីកំណែការងារសម្បត្តិនិងប្រសិទ្ធភាពនៅកម្ពុជាជាចុងក្រោយនេះខ្ញុំសូមសំណូមពរឲ្យជំរុញជាតិទាំងអស់នៅកម្ពុជានៅតែមានមោទនភាពក្នុងការបន្តផ្ដល់តម្លៃនិងលើកកម្ពស់ស្ត្រីឲ្យមានភាពអង់អាចក្លាហានជាពិសេសនៅក្នុងវិស័យទូនីតិសេចក្តីសម្រេចគឺវិស័យមុខងារសាធារណៈនិងវិស័យនយោបាយនេះឯងជាចុងបញ្ចប់សូមអ្នកទាំងអស់គ្នាចងចាំថាពិភពលោកដែលបុកបញ្ចូលទាំងវត្តមានស្ត្រីនៅក្នុងជួរថ្នាក់ដឹកនាំនឹងខ្លាយទៅជាពិភពលោកមួយដែលពោរពេញទៅដោយវិបលភាពនិងសន្តិភាពសូមអរគុណជាបឋមខ្ញុំបាទសូមគោរពជំរាបសួរគណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមួយជាទីគោរពអនុញ្ញាតខ្ញុំបាទធ្វើការបកស្រាយតែលហេកទី3ដែលនិយាយអំពីស្ថិរភាពនយោបាយនិងសង្គមលើការអភិវឌ្ឍជាការប៉ុណ្ណាស្ថិរភាពនយោបាយនិងសង្គមពិតជាដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិជាក់ស្ដែងដោយប្រទេសកម្ពុជាយើងជាទីហោស្រាប់បន្ទាប់ពីប្រទេសកម្ពុជាយើង
ងើបរួចផុតពីសង្គ្រាមដណ្ដើមដៃជាច្រើនទសវត្សរ៍យើងឃើញថាមានការរីកចម្រើនស្ទើរគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធអគារតូចធំស្ពានថ្នល់ខ្វាត់ខ្វែងមន្ទីរពេទ្យសាលារៀនជាដើមបានរីកស្កកស្គីទូទាំងប្រទេសកម្ពុជាទន្ទឹមនឹងនេះផងដែរដោយសារតែមានស្ថិរភាពនយោបាយនិងសង្គមនេះហើយទើបធ្វើឲ្យយើងមានឱកាសបានឈរនៅទីនេះនិងបានចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនផ្ទុយទៅវិញបើប្រទេសមានសង្គ្រាមនិងវិបត្តិនយោបាយនោះគឺមានតែការជួបនៅការបំផ្លិចបំផ្លាញនិងសោកនាដកម្មតែប៉ុណ្ណោះជាក់ស្ដែងនៅក្នុងឆ្នាំ1970ប្រទេសយើងបានជួបនៅវិបត្តិនយោបាយហើយសង្គ្រាមក៏បានចាប់ផ្ដើមកើតឡើងពីឆ្នាំ1975ដល់79មនុស្សរាប់លានអ្នកត្រូវបានសម្លាប់និងបង្ខំឲ្យធ្វើការហួសកម្លាំងមនុស្សប្រជាជនទាំងអស់ត្រូវបានបង់សេរីភាពនិងរស់នៅបែកបាក់ក្រុមគ្រួសារនិងស្ថិតនៅក្នុងលំបាកនឹងរស់នៅក្នុងស្ថានភាពដ៏លំបាកក្រៃលែងដែលជាហេតុធ្វើឲ្យប្រទេសកម្ពុជាយើងធ្លាក់ដល់កម្រិតសូន្យនេះបើយោងតាមរបាយការណ៍ឆ្នាំ2013ដែលស្ដីអំពីលទ្ធិប្រជាធិបតេយ្យការបោះឆ្នោតនិងការកែតម្រង់ក្នុងប្រទេសកម្ពុជាដោយអង្គការ Conference ខែមេសាឆ្នាំ2014កត្តានេះបង្កឲ្យមានការធ្វើការបាតកម្មហិង្សាកើតឡើងទូទាំងប្រទេសរាជធានីភ្នំពេញភាគច្រើននៃប្រជាជននិងកម្មករបានធ្វើការតវ៉ាមិនព្រមចូលធ្វើការដែលកត្តានេះបានធ្វើឲ្យវិនិយោគិនភាគច្រើនទាំងក្នុងនិងក្រៅប្រទេសមានក្តីព្រួយបារម្ភនិងមិនហ៊ានធ្វើការវិនិយោគទុនដូច្នេះខ្ញុំសូមសួរថាបើសិនជាគ្មានការវិនិយោគទុនតើប្រទេសនឹងអាចមានការអភិវឌ្ឍដោយរបៀបណាហើយខ្ញុំសូមសួរទៀតថាបើសិនគ្មានការវិនិយោគទុនតើសិស្សនិស្សិតក៏ដូចជាកម្មករនឹងមានឱកាសបានទទួលការងារដោយរបៀបណាដូច្នេះកត្តានេះបានបញ្ជាក់យ៉ាងច្បាស់ថាស្ថិរភាពនយោបាយនិងសង្គមពិតជាដើរតួយ៉ាងសំខាន់និងក្នុងលំដាប់ទី1ក្នុងការអភិវឌ្ឍប្រទេសជាតិបើគ្មានស្ថិរភាពនយោបាយនិងសង្គមទេនោះក៏គ្មានការអនុវត្តដែរជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណាជំរុញឲ្យមានការអភិវឌ្ឍនិងរក្សានូវស្ថិរភាពនយោបាយនិងសូមសំណូមពរបន្តការដឹកនាំដ៏ល្អប្រកបដោយគតិបណ្ឌិតនិងដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាពស្ថិរភាពនយោបាយនិងការរីកចម្រើនសូមអរគុណចាឥឡូវនេះយើងបន្តចូលវគ្គទី2គឺវគ្គសួរឆ្លើយចាប់ដើមពីក្រុមគាំទ្រមុនសូមអញ្ជើញបងអូន10នាទីសម្រាប់ការសួរឆ្លើយសូមអរគុណជាបឋមខ្ញុំបាទសូមគោរពម្ដងទៀតចំពោះគណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពខ្ញុំបាទឈ្មោះសៀនសុខហួរជានិស្សិតមកពីសាកលវិទ្យាល័យ Belty អន្តរជាតិសូមធ្វើការចោទសំណួរទៅកាន់មិត្តក្រុមបដិសេធថាបើសិនជាស្ត្រីមិនមែនជាភ្នាក់ងារដ៏សំខាន់នៅក្នុងការជំរុញឲ្យសង្គមមានការអភិវឌ្ឍឈានឡើងទេនោះចុះចំពោះការឧទ្ទិសនាមរបស់សម្ដេចនាយកហ៊ុនសែននៅក្នុងកិច្ចប្រជុំទី1នៃគណៈរដ្ឋមន្ត្រីនេតការទី3នៃរដ្ឋសភាថាស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិយើងតើមានន័យយ៉ាងណាដែរសូមមិត្តបំភ្លឺសូមអរគុណអរគុណនៅសំណួររបស់មិត្តអនុញ្ញាតឲ្យខ្ញុំបានឆ្លើយនៅសំណួររបស់មិត្តដែលសួរថាតើហេតុអ្វីបើសិនជាស្ត្រីមិនមែនជាភ្នាក់ងារសំខាន់ក្នុងការជំរុញឲ្យសង្គមមានការអភិវឌ្ឍទេហេតុអីបានក្នុងផែនការយុទ្ធសាស្ត្រហ្នឹងកំណត់ឲ្យស្ត្រីជាឆ្អឹងខ្នងនៃសង្គមនិងសេដ្ឋកិច្ចជាតិជាការពិតណាស់យើងត្រូវកលេចទៅមើលបច្ចុប្បន្នភាពរបស់ប្រទេសកម្ពុជាសពថ្ងៃយើងឃើញថាស្ត្រីនៅមានកម្រិតទាបនៅថ្នាក់សម្រាប់ចិត្តនៅពេលដែលយើងរាជរដ្ឋាភិបាលឃើញថាស្ត្រីនៅមានកម្រិតទាបនៅក្នុងថ្នាក់សម្រាប់ចិត្តសួរថាតើវាមានសមភាព gender ដែរឬទេបើសិនជាមិនមានសមភាព gender នោះទេរាជរដ្ឋាភិបាលត្រូវពង្រឹងសមភាព gender នោះនិងឲ្យតម្លៃទៅលើស្ត្រីមិនមែនមានន័យថាការឲ្យតម្លៃនេះស្ត្រីមានសារៈសំខាន់ជាងបុរសនោះទេនៅពេលដែលឲ្យតម្លៃគឺធ្វើយ៉ាងណាជំរុញលើកទឹកចិត្តស្ត្រីឲ្យចូលរួមឲ្យបានច្រើននៅក្នុងសេចក្តីសម្រេចចិត្តហើយនេះហើយគឺជាមូលហេតុដ៏ចម្បងក្នុងការផ្ដល់ងារឲ្យស្ត្រីជាភ្នាក់ងារជាឆ្អឹងខ្នងនៃសង្គមនិងសេដ្ឋកិច្ចជាតិផងដែរបាទជាកិច្ចបន្តអនុញ្ញាតឲ្យមិត្តរួមក្រុមរបស់ខ្ញុំបាទធ្វើការសួរបន្តអនុញ្ញាតឲ្យលោកនាងខ្ញុំធ្វើការចោទសួរទៅមិត្តខាងស្របតើស្ត្រីអាចចូលរួមក្នុងការដឹកនាំប្រទេសបានដែរឬទេបើសង្គមទាំងមូលនិងបរិសុទ្ធទូទៅមិនបានគិតថាស្ត្រីមានតម្លៃដូចបរិសុទ្ធទោះបីជាស្ត្រីមានចំណេះដឹងខ្ពង់ខ្ពស់ក៏ដោយចាសសូមអរគុណខ្ញុំបាទឈ្មោះផនភិរាំងជានិស្សិតមកពីសាកលវិទ្យាល័យ Belty អន្តរជាតិខណៈនេះដើម្បីឆ្លើយតបទៅនឹងសំណួរដ៏មានសារៈប្រយោជន៍របស់ក្រុមមិត្តខាងបដិសេធដែលបានសួរថាតើស្ត្រីដែលមានចំណេះដឹងហើយគ្មានការគ្រប់គ្រងពីបរិសុទ្ធតើអាចទៅរួចដែរឬទេខ្ញុំសូមទាញអារម្មណ៍មិត្តខាងក្រុមបដិសេធឲ្យបានជ្រាបថាដោយសារតែផ្នត់គំនិតនេះហើយនឹងការមើលងាយទៅលើស្ត្រីដែលថាស្ត្រីមានចំណេះដឹងហើយដែលមិនឲ្យគាត់ទទួលបានឱកាសនៅក្នុងការចូលរួមជាអ្នកដឹកនាំនិងធ្វើសេចក្តីសម្រេចចិត្តនេះខ្ញុំពិតជាសោកស្ដាយណាស់នៅអ្វីដែលមិត្តបានលើកឡើងនេះដោយមិត្តបានមើលរំលងតាក់ទងទៅនឹងសារៈសំខាន់នៃស្ត្រីបាទនេះហើយទើបប្រជាជាតិចក្រកម្ពុជាយើងស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍដូច្នេះដើម្បីឲ្យប្រទេសយើងអភិវឌ្ឍឈានឡើងទើបរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន
បានដាក់ចេញនូវគោលនយោបាយជាច្រើនដូចជាផែនការយុទ្ធសាស្ត្រចតុកោណដែលមានផែនការនារីរដ្ឋាភិបាលទី4ដែលក្រុមយើងខ្ញុំបានបង្ហាញដើម្បីសមភាព gender និងបង្កើនភាពអង្អាចដល់ស្ត្រីផែនការយុទ្ធសាស្ត្រ5ឆ្នាំរបស់ក្រមរដ្ឋាភិបាលជាតិកម្ពុជាដើម្បីស្ត្រីក្នុងការបង្កើនសមមាត្រស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចនយោបាយនិងមុខងារសាធារណៈខ្ញុំសូមធ្វើការឆ្លើយតបនៅសំណួរនេះត្រឹមប៉ុណ្ណេះខណៈនេះអនុញ្ញាតឲ្យមិត្តក្រុមរបស់ខ្ញុំបានធ្វើការសួរសំណួរទៅដល់មិត្តខាងក្រុមបដិសេធសូមអរគុណ ពេលនេះអនុញ្ញាតឲ្យនាងខ្ញុំបានសួរសំណួរទៅក្រុមមិត្តបដិសេធថាតើសង្គមជាតិរបស់យើងមានការរីកចម្រើនដែរឬទេបើសិនជាយើងបន្ថែមចំនួនស្ត្រីឲ្យគាត់បានដើរតួនាទីជាផ្នែកងារក្នុងការជំរុញបន្ថែមទៅលើវិស័យអប់រំវិស័យសេដ្ឋកិច្ចក៏ដូចជាវិស័យនយោបាយចា៎សូមអរគុណ ចាសសូមអរគុណសម្រាប់សំណួរដ៏មានតម្លៃរបស់មិត្តប៉ុន្តែនៅក្នុងការមុននឹងការចូលទៅការបកស្រាយទៅលើសំណួររបស់មិត្តនេះខ្ញុំសូមបន្ថែមទៅលើអ្វីដែលមិត្តបានឆ្លើយតបដោយយើងដឹងហើយថាដោយសារសំណួររបស់មិត្តខ្ញុំសួរថាការចូលរួមរបស់ស្ត្រីអាចដឹកនាំប្រទេសបានដែរឬទេបើសិនជាមានការរាំងស្ទះពីសង្គមក៏ដូចជាបរិបទពុំអនុញ្ញាតឲ្យគាត់ទោះបីជាគាត់មានចំណេះដឹងនៅក្នុងការចូលរួមនេះយើងពុំបានបន្ទោសឬក៏បង្អាប់ទៅលើស្ត្រីទេប៉ុន្តែយើងចង់បង្ហាញឲ្យឃើញថាសង្គមជាតិយើងទាំងមូលបើសិនជាសង្គមឬក៏ផ្នត់សង្គមតែងតែគិតថាស្ត្រីគ្មានតម្លៃដូចជាតែងតែគិតថាស្ត្រីគឺមានតម្លៃទៅនៅក្នុងផ្ទះទេគាត់ជាអ្នកដែលធ្វើការក្នុងផ្ទះពុំមែនមានតម្លៃនៅធ្វើការខាងក្រៅហើយមួយទៀតតែងតែគិតថាស្ត្រីគឺជាភាពទន់ខ្សោយមិនអាចចូលទៅធ្វើការណាផ្នែកធំៗប៉ុន្តែនៅក្នុងនេះដែរយើងចង់បង្ហាញឲ្យឃើញថាការលើកកម្ពស់ឲ្យស្ត្រីនិងបុរសមានភាពស្មើគ្នាទៅកិច្ចអភិវឌ្ឍឈានឡើងទៅដូចអ្វីដែលយើងអាចដាក់ប្រធានបទថានឹងមានអភិវឌ្ឍឈានឡើងទៅរួចដូចនេះដែរក្នុងការឆ្លើយតបនេះនាងខ្ញុំចង់បង្ហាញថាពួកយើងពុំអាចពុំបានបន្ទោសបង្អាប់ទៅលើស្ត្រីនោះទេព្រោះនាងខ្ញុំក៏ជាស្ត្រីម្នាក់ដែរចាកិច្ចបន្តនាងខ្ញុំសូមឲ្យក្រុមរបស់នាងខ្ញុំធ្វើការបកស្រាយទៅលើសំណួររបស់មិត្ត អនុញ្ញាតឲ្យខ្ញុំបាទសូមធ្វើការបកស្រាយទៅលើសំណួររបស់មិត្តដែលតាក់ទងទៅនឹងការបញ្ចូលស្ត្រីទៅក្នុងផ្នែកការងារប៉ុន្តែនៅពេលដែលប្រទេសមួយទាំងមានទាំងស្ត្រីនិងបុរសបញ្ចូលទៅជាមួយគ្នាវាដូចគ្រួសារមួយអញ្ចឹងបើសិនជាប្តីគាត់រកស៊ីហើយប្រពន្ធគាត់ជួយរកស៊ីដែរប្រកបជាសេដ្ឋកិច្ចគ្រួសារគាត់រីកចម្រើនហើយប៉ុន្តែយើងមិនអាចទាញថាស្ត្រីគឺសំខាន់ជាងបុរសនោះទេគឺទាំងពីរនាក់គឺត្រូវរួមគ្នាជាធ្លុងមួយក្នុងការធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចគ្រួសារក៏ដូចជាសេដ្ឋកិច្ចសង្គមជាតិនឹងរីកចម្រើនបាទដូច្នេះដែរហើយសូមអនុញ្ញាតឲ្យមិត្តរបស់ខ្ញុំបាទសូមសួរសំណួរបន្ត សូមអរគុណខ្ញុំសូមសួរទៅក្រុមស្របថាបើសិនជាគ្មានស្ថិរភាពនយោបាយនិងសង្គមសម្រាប់ឲ្យមនុស្សគ្រប់រូបចូលរួមធ្វើការអភិវឌ្ឍទេនោះតើការអភិវឌ្ឍនឹងអាចកើតឡើងដោយរបៀបណាសូមអរគុណ នាងខ្ញុំសូមអរគុណសម្រាប់មិត្តក្រុមបដិសេធដែលបានសួរមកគាំទ្រទៅលើតលហិកទាំង3របស់យើងខ្ញុំដែលបានលើកឡើងថាស្ត្រីបានចូលរួមក្នុងវិស័យអប់រំវិស័យសេដ្ឋកិច្ចក៏ដូចជាវិស័យនយោបាយចំពោះវិស័យអប់រំគឺយើងឃើញថាស្ត្រីបានចូលរួមយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សគឺស្ត្រីដើរតួជាម្ដាយជាអ្នកថែរក្សាអប់រំកូនចៅហើយស្ត្រីនៅតាមមតិសិក្សាយើងឃើញថាគ្រូបង្រៀនជាស្ត្រីភាគច្រើនគាត់ជាស្ត្រីចំណែកការអភិវឌ្ឍសេដ្ឋកិច្ចវិញយើងឃើញថាស្ត្រីបានដើរតួយ៉ាងសំខាន់ទាំងសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចសង្គមជាតិស្របជាមួយនឹងរាជរដ្ឋាភិបាលដែលបានលើកឡើងថាស្ត្រីគឺជាឆ្អឹងខ្នងរបស់សេដ្ឋកិច្ចជាតិមួយវិញទៀតពាក់ព័ន្ធជាមួយនឹងវិស័យនយោបាយបើយើងក្រឡេកទៅមើលសម័យដែលយើងបោះឆ្នោតលើកដំបូងគឺឆ្នាំ1993យើងឃើញថាចំនួនស្ត្រីមានរហូតដល់ 59% នៃចំនួនអ្នកបោះឆ្នោតសរុបហើយចំនួនស្ត្រីនេះហើយដែលបានចូលរួមធ្វើឲ្យស្ថិរភាពនយោបាយរបស់យើងមានស្ថិរភាពនិងមានការអភិវឌ្ឍដោយស្ត្រីបានចូលរួមក្នុងការជ្រើសរើសសមាជិកសភាហើយសភាក៏បានបង្កើតនៅរដ្ឋាភិបាលហើយរដ្ឋាភិបាលនេះទើបសល់ក៏មានការចូលរួមពីស្ត្រីផងដែរដូច្នេះបើគ្មានចំនួនស្ត្រីដ៏ច្រើនលើសលប់ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសសភានោះទេក៏គ្មានការអភិវឌ្ឍសម្រាប់ប្រទេសជាតិយើងដែរដូច្នេះបានន័យថាស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាស្ថិរភាពនយោបាយទាំងវិស័យអប់រំធនធានមនុស្សក៏ដូចជាសេដ្ឋកិច្ចនៅកម្ពុជាចា៎សូមអរគុណ ខ្ញុំបានសូមបន្តសួរសំណួរទៅកាន់មិត្តក្រុមបដិសេធថាដោយក្រុមស្របយើងខ្ញុំមើលឃើញថាក្រុមបដិសេធក៏មានសមាជិកជាស្ត្រីរីឯគណៈកម្មការនៅអង្គវេទិកានេះក៏មានជាស្ត្រីរីឯអង្គវេទិកាទាំងមូលក៏មានជាស្ត្រីតើមិត្តយល់ថាវត្តមានរបស់ស្ត្រីអាចជួយជំរុញឲ្យសង្គមជាតិមានកិច្ចអភិវឌ្ឍឈានឡើងដែរឬទេសូមអរគុណ ក្នុងន័យនេះផងដែរខ្ញុំបាទសូមឆ្លើយយ៉ាងខ្លីថាសូមមិត្តកលេចមកមើលទៅវិញអំពីអ្វីដែលមិត្តបាននិយាយអំពីសង្គមកម្ពុជាបច្ចុប្បន្នមិនបានឲ្យតម្លៃទៅលើស្ត្រីប៉ុន្តែយើងសួរត្រឡប់ទៅវិញថាសួរតែសារមូលហេតុអីបានគាត់អត់ទាន់ឲ្យដោយសារតែការអត់ឲ្យតម្លៃទៅលើស្ត្រីបានមានវិសមភាព gender មិនមែនមានន័យថានៅពេលដែលស្ត្រីចូលរួមទៅត្រូវតែជាភ្នាក់ងារសំខាន់ជាងបុរសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទេហើយយើងត្រូវតែកលេចមើលទៅពាក្យសមភាព gender សមភាព gender គឺជាការបង្ហាញអំពីតួនាទីស្មើគ្នានៅក្នុងសង្គមរវាងបុរសនិងស្ត្រីអញ្ចឹងនៅពេលដែលបុគ្គលទាំងពីរនេះតួអង្គទាំងពីរនេះដើរចូលរួមជាមួយគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិទើបធ្វើឲ្យសង្គមមានការអភិវឌ្ឍឈានឡើងពិតប្រាកដនិងប្រកបដោយប្រសិទ្ធភាពបាទសូមអរគុណ ច
ចាឥឡូវនេះយើងបន្តចូលវគ្គទី3គឺវគ្គលើកឡើងនៅគោលគំនិតក៏ដូចជាធ្វើការសរុបឡើងវិញនិងសេចក្តីសន្និដ្ឋានរបស់ក្រុមនីមួយៗចាសសូមអញ្ជើញបងអូនក្រុមគាំទ្រមុន4នាទីសម្រាប់ក្រុមបងអូនជាបឋមខ្ញុំបាទសូមគោរពជម្រាបសួរគណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពខ្ញុំបាទឈ្មោះផនភិរាំងជានិស្សិតមកពីសាកលវិទ្យាល័យ Belty អន្តរជាតិគណៈនេះអនុញ្ញាតឲ្យរូបខ្ញុំតំណាងឲ្យក្រុមស្របចូលខ្លួនមកធ្វើសេចក្តីសន្និដ្ឋានទៅលើប្រធានបទដែលបានលើកឡើងថាស្ត្រីជាភ្នាក់ងារដ៏សំខាន់ក្នុងការជំរុញឲ្យសង្គមមានការអភិវឌ្ឍដើម្បីធ្វើការគាំទ្រទៅលើប្រធានបទខាងលើនេះយើងខ្ញុំមានតល័យកសំខាន់ចំនួន3ដើម្បីធ្វើការបញ្ជាក់ជូនថាវាមានតម្លៃកម្រិតណាដែលតល័យកទី1ស្ត្រីក្នុងវិស័យអប់រំនិងតល័យកទី2និយាយអំពីស្ត្រីក្នុងវិស័យសេដ្ឋកិច្ចរីឯតល័យកទី3ស្ត្រីក្នុងវិស័យនយោបាយបន្តទៅទៀតអនុញ្ញាតឲ្យរូបខ្ញុំបានបកស្រាយអំពីតល័យកទី1ដែលនិយាយអំពីស្ត្រីក្នុងវិស័យអប់រំដើម្បីឲ្យសង្គមមួយមានការអភិវឌ្ឍឈានឡើងទៅបានគឺត្រូវទាមទារការចូលរួមពីស្ត្រីព្រោះថាស្ត្រីយើងបានដឹងរួចមកហើយថាស្ត្រីគាត់ជាអ្នកអប់រំដំបូងព្រោះគាត់ជាម្ដាយគាត់មានភាពទន់ភ្លន់ហើយគាត់នៅក្បែរកូនជានិច្ចយើងដឹងហើយថានៅមត្តេយ្យសិក្សាបឋមសិក្សាគឺមានស្ត្រីជាអ្នកអប់រំដំបូងគេបងអស់នេះសបញ្ជាក់ឲ្យឃើញថាស្ត្រីពិតជាមានសារៈសំខាន់ណាស់ក្នុងការបណ្ដុះបណ្ដាលថ្នាលអ្នកបន្តវេនទៅថ្ងៃខាងមុខស្របគ្នានេះដែរយើងទាំងអស់គ្នាត្រូវតែផ្ដល់តម្លៃទៅឲ្យស្ត្រីឲ្យបានពេញលេញធ្វើយ៉ាងណាឲ្យគាត់ទទួលបានឱកាសក្នុងការចូលរួមបាទទទួលការអប់រំនិងជាអ្នកផ្ដល់មតិយោបល់ធ្វើយ៉ាងណាដើម្បីឲ្យមានការរីកចម្រើននិងអភិវឌ្ឍឈានឡើងទាំងអស់គ្នារីឯតល័យកទី2និយាយអំពីស្ត្រីក្នុងវិស័យសេដ្ឋកិច្ចយើងឃើញហើយថាកត្តាសេដ្ឋកិច្ចគឺជារឿងមួយដែលចាំបាច់បំផុតសម្រាប់ស្ត្រីព្រោះថាស្ត្រីគាត់ជាមេគ្រួសារជាអ្នកធានារ៉ាប់រងលើគ្រួសារទ្រព្យសម្បត្តិថែទាំកូនចៅបាទនិងរបស់របរនៅក្នុងផ្ទះធ្វើយ៉ាងណាធានាសុវត្ថិភាពសុខុមាលភាពរបស់ក្រុមគ្រួសារគាត់ទាំងមូលហើយនៅពេលដែលស្ត្រីពួកគាត់មានតួនាទីក្នុងវិស័យសេដ្ឋកិច្ចរួចហើយនោះគាត់បានធ្វើការជាមួយបរិបទប្រកបដោយសមភាពឬក៏ស្មារតីសង្គមនឹងទទួលបានផលរីកចម្រើនជាក់ជាមិនខានមួយវិញទៀតកាលណាស្ត្រីមានកត្តាសេដ្ឋកិច្ចមានន័យថាកត្តាហិរញ្ញវត្ថុរបស់គាត់ពេញខ្លួននៅក្នុងក្រុមគ្រួសាររបស់គាត់ហើយដែលអាចធានាបានថាគ្រួសារគាត់លែងពិបាកលែងមានបញ្ហាទៀតហើយនោះគាត់នឹងកាន់មកសង្គមឈានជើងមកសង្គមមួយជំហានទៀតធ្វើយ៉ាងណាដើម្បីឲ្យគាត់ចែករំលែកពីបទពិសោធន៍ក៏ដូចជាបង្ហាញថាខ្លួនគាត់មានសមត្ថភាពដូចជាបរិបទដែរមានន័យថាសមភាព gender ត្រូវបានកើតឡើងដោយស្របទៅប្រធានបទ8មីនាឆ្នាំ2015ដែលលើកថាស្ត្រីកម្ពុជាក្រោយសន្និសីទស្ត្រីពិភពលោកឆ្នាំ1995រីឯតល័យកទី3និយាយអំពីស្ត្រីនិងស្ត្រីក្នុងវិស័យនយោបាយស្របតាមស្ថានភាពបច្ចុប្បន្នដើម្បីកំណើនការងារសមធម៌និងប្រសិទ្ធភាពកម្ពុជារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់និងឆ្លៀវវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រលើកទឹកចិត្តខ្ពស់ដល់ស្ត្រីមានការបដិញ្ញាចិត្តខ្ពស់ក្នុងការធ្វើសេចក្តីសម្រេចក្នុងវិស័យសាធារណៈនិងវិស័យនយោបាយដោយឈលលើមូលដ្ឋានយុទ្ធសាស្ត្រទាំងអស់ខាងលើនេះហើយឃើញថាសមិទ្ធផលជាច្រើនបានកើតមានឡើងក្នុងស្ត្រីសម្រាប់វិស័យនយោបាយដែលយើងឃើញថាមានស្ត្រីជាមេឃុំជាចៅសង្កាត់ជាក្រុមប្រឹក្សារាជធានីខេត្តក្រុងជាដើមព្រមទាំងគាត់មានអំណាចទូនីតិនៅក្នុងសេចក្តីសម្រេចថ្នាក់កម្ពុជាទៀតគឺគាត់ជាតំណាងរាស្ត្រដែលយើងបានដឹងស្រាប់រួចមកហើយដែលអាចឲ្យពួកគាត់មានទូនីតិសម្រេចតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិនេះសបញ្ជាក់ឲ្យឃើញថាតម្លាភាពសេរីភាពនិងយុត្តិធម៌ត្រូវបានកើនឡើងចំពោះស្ត្រីជ្រាបក្នុងឱកាសនេះខ្ញុំបាទសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងកិច្ចការនារីដែលបានរៀបចំវេទិកាថ្ងៃនេះឡើងដើម្បីឲ្យក្រុមយុវជនយើងខ្ញុំបានជជែកអំពីបញ្ហា gender ស្ដីអំពីស្ត្រីជាភ្នាក់ងារសំខាន់ក្នុងសង្គមឲ្យជំរុញឲ្យសង្គមមានការអភិវឌ្ឍដូច្នេះហើយក្នុងនាមរូបខ្ញុំតំណាងឲ្យក្រុមគាំទ្រខ្ញុំសូមសំណូមពរដល់គ្រប់ស្ថាប័នទាំងអស់មេត្តាផ្ដល់ឱកាសនិងធ្វើយ៉ាងណាគម្រើសអាងទៅលើស្ត្រីនិងជាពិសេសសូមស្ត្រីខ្លួនគាត់មានភាពជឿជាក់អង្អាចមានកម្លាំងចិត្តនិងទុកចិត្តទៅលើកំណែតម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាប្រគិតថាអ្វីដែលបរិសុទ្ធធ្វើបានស្ត្រីខ្លួនឯងក៏អាចធ្វើបានផងដែរដោយស្របទៅនឹងយុទ្ធសាស្ត្រផែនការយុទ្ធសាស្ត្រនារីរតនៈទី4ដែលបានចាត់ទុកថានារីជាត្បូងពេជ្រដ៏មានតម្លៃហើយពាក្យមួយឃ្លាទៀតដែលយើងទាំងអស់គ្នាមិនអាចប្រកែកបានថាស្ត្រីជាមេដាពិភពលោកហើយព្រមទាំងស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចសង្គមជាតិដាក់ឲ្យទេសនាមដោយសម្ដេចតេជោហ៊ុនសែនផ្ទាល់តែម្ដងហើយលើសពីនេះទៅទៀតស្ត្រីអាចដឹកនាំជាគ្រួសារបានក៏គាត់អាចដឹកនាំសង្គមជាតិបានដែរដូចនេះក្រុមស្របយើងខ្ញុំនៅតែបន្តគោលជំហរយ៉ាងរឹងមាំគ្រប់គ្រងទៅលើប្រធានបទដែលបានលើកឡើងថាស្ត្រីជាភ្នាក់ងារដ៏សំខាន់ក្នុងការជំរុញឲ្យសង្គមមានការអភិវឌ្ឍឈានឡើងយ៉ាងពិតប្រាកដសូមអរគុណខ្ញុំបាទសូមធ្វើការបកស្រាយទៅលើសេចក្តីសន្និដ្ឋានគាំទ្ររួមមួយទៅលើតនហេតុទាំង3ដែលមិត្តរបស់ខ្ញុំបានលើកឡើងនិងបន្តបំពេញបន្ថែមទៅលើប្រធានបទខាងលើឲ្យបានគ្រប់ជ្រុងជ្រោយជាការពិតណាស់ក្រុមរបស់ខ្ញុំបានបកស្រាយដូចមកហើយនៅចលករយ៉ាងសំខាន់ក្នុងការជំរុញឲ្យសង្គមមានការអភិវឌ្ឍឈានឡើងដែលក្នុងនោះរួមមានការអភិវឌ្ឍធនធានមនុស្សប្រកបដោយតម្លាភាពការបង្រឹងបន្ថែមសមភាពនិងសមធម៌ gender និងជាពិសេសបញ្ហាស្ថិរភាពនយោបាយនិងសង្គមលើការអភិវឌ្ឍការពិតណាស់យើងបានឃើញអំពីការអភិវឌ្ឍធនធានមនុស្សប្រកបជាពិសេសការអភិវឌ្ឍធនធានយុវជនបានជួយជំរុញឲ្យសង្គមមានការអភិវឌ្ឍឈានឡើងយ៉ាងពិតប្រាកដនិងមានសក្តានុពលហើយប្រទេស
ជាតិមួយមិនអាចរីកចម្រើនបានទេប្រសិនបើមិនមានការអភិវឌ្ឍធនធានមនុស្សហើយខ្ញុំសូមរំលឹកផងដែរថាការពង្រឹងសមត្ថភាពការអប់រំបណ្ដុះបណ្ដាលទៅលើធនធានមនុស្សនេះគឺផ្ដោតយ៉ាងសំខាន់ទៅលើទាំងបុរសនិងស្ត្រីហើយជាពិសេសទៅលើយុវជនទើបខ្ញុំជឿជាក់យ៉ាងមុតមាំថាកម្លាំងចលករទាំងអស់នឹងហើយដែលអាចធ្វើឲ្យសង្គមមួយមានការរីកចម្រើនលូតលាស់ទៅលើគ្រប់វិស័យយ៉ាងពិតប្រាកដបានផ្សារភ្ជាប់ទៅនឹងបញ្ហានេះផងដែរក៏យើងឃើញអំពីវិសមភាព gender ដែលកើតមានឡើងនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នដែលជារនាំងបាំងធ្វើឲ្យស្ត្រីមិនអាចឈានទៅដល់ការថ្នាក់សម្រេចចិត្តដោយសារតែមូលហេតុនេះហើយទើបធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងជំរុញនិងផ្ដល់ឱកាសទៅដល់ស្ត្រីឲ្យគាត់បានចូលរួមស្មើនឹងបុរសហើយក្នុងន័យនេះមិនមែនមានន័យថាតួអង្គណាសំខាន់ជាងតួអង្គណានោះទេវាប្រៀបបានដូចជាដៃឆ្វេងដៃស្ដាំចឹងតែយើងអាចនិយាយថាដៃស្ដាំសំខាន់ជាងដៃឆ្វេងហើយដៃឆ្វេងសំខាន់ជាងដៃស្ដាំឬគឺទាំងពីរត្រូវធ្វើការរួមគ្នាវាប្រៀបដូចជាបុរសនិងស្ត្រីចឹងនៅក្នុងគ្រួសារក៏ដោយប្រទេសជាតិក៏ដោយគាត់ធ្វើការរួមគ្នាទើបអាចមានការអភិវឌ្ឍនៅសេដ្ឋកិច្ចក៏ដូចជាសង្គមមានការអភិវឌ្ឍឈានឡើងបានលើសពីនេះទៅទៀតយើងឃើញអំពីបញ្ហាស្ថិរភាពនយោបាយពិតជាសំខាន់ក្នុងការផ្ដល់ឱកាសឲ្យមនុស្សគ្រប់រូបចូលរួមនៅក្នុងបញ្ហាសង្គមរួមគ្នាដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងសង្គមហើយក៏រួមគ្នាក្នុងការអភិវឌ្ឍស្ថានភាពសង្គមយើងឲ្យមានការរីកចម្រើនផងដែររួមនៅពេលដែលសង្គមយើងពោរពេញទៅដោយសន្តិភាពប្រជាពលរដ្ឋរស់នៅទៅដោយសេចក្តីសុខនិងសេចក្តីសុខនិងសុភមង្គលនោះប្រជាពលរដ្ឋជាពិសេសយុវជនមិនថាតែយុវជនទេសូម្បីតែមនុស្សចាស់ក៏ដោយគាត់ជាចលករគាត់ជាកតាលិករសំខាន់ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិដូចគ្នាឲ្យរីកចម្រើនមិនមានក្នុងន័យនេះមិនមែនមានន័យថាគាត់ទាល់តែគាត់ជាស្ត្រីទាល់តែគាត់ជាបុរសទើបអាចចូលរួមសំខាន់ក្នុងការអភិវឌ្ឍសង្គមឲ្យបានរីកចម្រើនបានទេប៉ុន្តែពួកគាត់ទាំងអស់បុរសនិងស្ត្រីចាំបាច់ត្រូវដើរតួនាទីទន្ទឹមគ្នានៅក្នុងសង្គមមួយទាំងមូលហើយសង្គមមួយអ្នកណាខ្លះរស់នៅគឺមនុស្សទាំងអស់គ្នាហើយអ្នកទាំងអស់គ្នានេះហើយគឺសំខាន់ជាចុងក្រោយខ្ញុំបាទសូមធ្វើការសំណូមពរទៅដល់រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសក្នុងការជំរុញបន្ថែមក្នុងការផ្ដល់ឱកាសឲ្យយុវជនជំនាន់ក្រោយជាប្រទេសយុវជនដែលមានសមត្ថភាពក្នុងការបន្តវេនក្នុងតំណែងអភិវឌ្ឍបន្តវេនពីមនុស្សចាស់ហើយក៏សូមសំណូមពរទៅដល់រាជរដ្ឋាភិបាលផងដែរជាពិសេសក្រសួងពាក់ព័ន្ធនានាក្រសួងកិច្ចការនារីដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបន្តផ្ដល់ឱកាសឲ្យយុវជនចូលរួមជជែកពិភាក្សាវែកញែកដូចជានៅក្នុងថ្ងៃនេះជាដើមគឺផ្ដល់ឱកាសបន្តឲ្យយុវជនជជែកវែកញែកដើម្បីជាទស្សនៈទានមួយសម្រាប់មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជាយល់ដឹងថាអ្វីទៅជាតួនាទីរបស់គាត់ហើយតួនាទីរបស់គាត់គឺចូលរួមទាំងអស់គ្នាក្នុងការអភិវឌ្ឍសង្គមជាតិមិនត្រឹមតែប៉ុណ្ណោះបុរសនិងស្ត្រីគួរតែចាប់ដៃគ្នាកសាងភាពរីកចម្រើននៅក្នុងសង្គមជាតិនៅក្នុងគ្រួសារជាថ្មីម្ដងទៀតរាជរដ្ឋាភិបាលក៏ត្រូវផ្ដល់នូវបរិយាកាសងាយស្រួលឲ្យមនុស្សគ្រប់រូបចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរយើងគ្រប់គ្នាត្រូវចាំថាទាំងបុរសទាំងស្ត្រីគ្មានអ្នកណាសំខាន់ជាងអ្នកណានោះទេកិច្ចការអភិវឌ្ឍប្រទេសជាតិត្រូវការឲ្យពួកយើងទាំងអស់គ្នាចូលរួមហើយជាពិសេសដូចជាយុវជនយើងនៅក្នុងថ្ងៃនេះផងដែរដូច្នេះជាចុងក្រោយខ្ញុំបាទសូមធ្វើការបដិសេធចូលលើគោលចំហបដិសេធទៅលើប្រធានបទខាងលើគឺមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេបាទសូមអរគុណចាអរគុណសម្រាប់ការបកស្រាយរបស់ប្អូនទាំងពីរក្រុមចាយើងឃើញថាសុទ្ធតែលើកឡើងបានចំបញ្ហាដែលគណៈកម្មការចង់បានក៏ប៉ុន្តែក្នុងនោះក៏យើងឃើញថានៅមានការខ្វះខាតទាំងសងខាងលទ្ធផលក៏អាស្រ័យទៅលើគណៈកម្មការដែលនឹងជម្រាបជូននាពេលបន្តិចទៀតនេះហើយយើងសង្ឃឹមថាប្អូនទាំងពីរក្រុមនឹងទទួលបាននៅការសម្រេចលទ្ធផលរបស់គណៈកម្មការនៅនីតិចុងក្រោយថាប្អូននឹងទទួលដោយការពេញចិត្តហើយដើម្បីទុកពេលឲ្យគណៈកម្មការធ្វើការពិនិត្យពិចារណាទៅលើការបកស្រាយក៏ដូចជាការលើកឡើងរបស់ប្អូនទាំងពីរក្រុមនាងខ្ញុំក៏សូមអនុញ្ញាតឲ្យក្រុមកំ pl របស់នាងខ្ញុំមកកាន់វេទិកាកណ្ដាលដើម្បីសម្ដែងនៅរឿងកំ pl ខ្លីផ្ដល់នៅសំណើចជូនដល់ទស្សនិកជនសូមអញ្ជើញស្រាមកដបរក្សាថ្លើមមកជក់វរី10ដើមពៅសួតបន្តក៏ពិបាកមានអមតៈទេគួយមិនប្រពន្ធទៅណាប្រពន្ធកុំនិយាយរឿងប្រពន្ធខ្ញុំរៀបដូចកាទីលរហូតប្រពន្ធចាត់ទុកប្រពេដេកក្រុមខេខ្ញុំរងឯងគួយវិញមកពុនខ្ញុំសួរមែនដូចពុនអូនឯងវេទនាពិបាកអីទេមកខោអាវសម្លៀកបំពាក់អីបាយទឹកអីខោអាវអីដឹកគោទឹកអីខ្ញុំធ្វើឲ្យស្រាច់ពុនខ្ញុំស្រួលហ្មងខ្ញុំមិនទៅភ្លើទេហាក់ខៃខ្ញុំដេកខ្ញុំប្រាប់ផឹក
ស៊ីខ្ញុំប្រាប់រងហើយផឹកស៊ីម៉ោង1ម៉ោង2ប្រពន្ធហ្នឹងអ្នកគេថាពេលប្តីផឹកស៊ីប្រពន្ធកុំក្អកកុំកាហែមើលមន់មើលទាវាយបន្ថែមធ្វើជាគ្រឿងក្លែមអាហ្នឹងមិនប្រពន្ធឡើងខ្លួនដែរពេលប្តីផឹកស៊ីប្រពន្ធហ្នឹងណែកុំសម្លឹងសម្លក់ឲ្យប្តីប្រយ័ត្នបើស្ទុះទៅ2ជើង3ដៃពួនហ្នឹងមិនប្រពន្ធទេអាចិត្ត3ដៃនាំមកស្អីដល់ប្តីសម្លឹងពេលប្តីផឹកស៊ីម៉ោង1ម៉ោង2កំអាលចូលមុខមួយទឹកឲ្យស្អាតចងពងសរងកូនណាដេកក្នុងធាក់វាចេញក្រៅបើម៉េចហើយម៉ែឲ្យវាបាញ់ Bluetooth មកវាភ័យសគេទឹមធ្វើថែម4បន្ទប់អូថ្មីចាឯងខាំបាច់ដាំសិនចេះផ្ទេសិនឲ្យពួកម៉ាឡូសិតតែមិនឥឡូវណែខ្ញុំក៏មកប្រពន្ធមកចឹងចាខ្ញុំមិនចូលចិត្តខ្ញុំនិយាយពួកខ្ញុំសិនប្រពន្ធយកមកដែរបំរើយកប្រពន្ធមកបំរើមិនយើងបំរើប្រពន្ធទេបងឯងមាននៅក្បែរផ្ទះខ្ញុំបំពងដូចខ្ញុំចឹងបានខុសចរិតមនុស្សជួនណាច្រវឹងចរិតជួនណាច្រវឹងស្រាខុសគ្នាបងមិនអាចរិតច្រវឹងខូចវាយតបជេគេអាហ្នឹងចរិតទេថាឲ្យណាគេខ្ញុំមើលក្នុងកសែតទេអូនឯងមិនល្អចិត្តងាប់ហើយលេបប្តីមកមួយម៉ានក៏ប្រគល់ប្រពន្ធឲ្យធ្វើគ្រឿងក្លែមនេះសាច់គោឲ្យដល់រងកាល់តែគោជៀនមកពីអ្នកពួកម៉ាក់បែកជើងផ្ទាត់ចេះបែកជើងផ្ទាត់ប្រពន្ធទៀងនេះផ្ទាល់ត្រូវព្រៀងរ៉ែរីករីកប្រយអញឲ្យបានមិត្តភក្តិអញមកហើយច្រវឹងដូចគ្នាបែកជើងដាក់មាត់ទៅដល់ចេះឡើងទៅផ្លេតរោប្រពន្ធតងធាក់ប្រពន្ធធាក់លើផ្ទះពុនចុះមករកអីបានទៀងនេះផ្ទាល់ឲ្យរួចចិនយកបែកជើងហ្នឹងហានវាចំណិតហ្នឹងដាក់ពងខ្ទឹមដាក់អាហ្នឹងចូលអាហ្នឹងក៏ស៊ូត្រូវភ្លើងក្តៅរីកដាក់ដល់ងឹតគៀងខ្លែមទេដល់លឹមឡានោះសួរណាបែកជើងអញណាបែកជើងម៉ែវាបែកជើងពួកម៉ែអញហ្នឹងណាចុះឯងខ្លែមយប់មិញរងងាប់អីម៉ែខ្ញុំឆ្លាក់ចង់ងាប់អាហ្នឹងអញ្ចឹងប្រពន្ធណាប្រពន្ធAi? Miệt tôi mình. Ê! Thằng ai đâu đấy nè? Thầy tiết tay đâu coi. Cái thầy. Vậy mà lên xem nó mà chiếm là cứ thưa mình. Ôi anh vay vì giúp mình mà hai anh vay tiết cho. Đây, giúp mình. Chẳng vậy ấy. Mà chăm niên má cứ mày chui nhom mà đây nhom khăng anh à khang vay nông một túc mà mấy nông túc móc búa đâu nông túc móc búa là cái cà phê niên cắt ấy cái là bọn ai kia cắt ấy cái con ngâm à con nôn anh men bàn cảnh lô ngày một đâu con nhom con ai vay thơ bám vừa lên đất miền này đó nhom đắng với do nhom kia đâu ôi chọn lên cho ấy còn này vay kia bà phương ôi vậy chẳng ở đây nhom vay nhom ngọt tiết này nhom vậy mình uất đấy nè nhom bữa sau nhom phải đặt mẹ đây lên phải đây nhom tư vô lộc bon anh khai chơi vay đi phải đây nhom mà phải đây nhom mà nhom mình dây ê bực thong á miền cu vay bàn vay bàn đây nhom mà ngay vay buồn ngọt nó anh ăn rồi văng quá anh ngợp lang bột tia tọt độc thằng mình phòng vay mùi ông dây trời ngày trắng vay mùi mà ha bay tật ấy nữa nhây nhây mà chết rồi bay đây rồi nè rồi nè cho ai để tôi bay hàng bao cái chân ôi chậm ôi bôn nó mày nè Tông ơi luôn mày phun máu à này Tông nhiều một bình tiền bài chân này ta chăm ta anh ta không trết trâu rồi mà chơi ơi mày đang thay đang cho thế thôi vào mắt bạn là đây ố này ý giật đọp mà nè mà đọp càn tiền thấy cái không hả tròn đi vào chữ sao còn riêng phật chẳng khôi sọc ở phía bây giờ nè mình thong đấy ấy càng nghe ọt có mà đi mơ dạ mến á xà mến không
កំនេះ ផឹ ចឹ ក ង អត់ដឹងទេតផឹកមិនដឹងចុះ បាត់ដឹងថាខ្លាចវាអត់សុត អត់ចេះផឹកហងដឹងអាសុត ហើយមានទេប្រាថ្នាមករៀនហែលអីអត់បើអត់ចេះហែលដាក់ពងពីសកូវាទៀត ខ្ញុំខ្ញុំប្រាប់អូនខ្ញុំមិនមែនទេខ្ញុំនាងនេះត្រូវក្មួយដែរ មួយ អាទឹកតាំងនេះវា ខ្ញុំដូនមួយឯង កូនលបងធូ អូទៅក្មួយដែរ អាក្ មក មួយ ទៅធូរណា ចា មកទៅធូរ ចា បង ប ឯ ង ងឮថាមាត់ញែកញាច់ឆ្លោះគ្នាវាយប្រពន្ធផងអីនេះបង វាយរាល់ថ្ងៃ វាយរងថ្ងៃបងអត់ស្មទេកីឡាហាត់ប្រាណខ្ញុំ ហង្សាក្នុងគ្រួសារ ឥឡូវខ្ញុំនិយាយបន្តិចខ្ញុំគូអ្នកផឹកដែរប៉ុន្តែមួយផឹកស្វឹងវាធម្មតាមកមានកម្មវិធី បាទ មើលទេ ចឹកផឹកឲ្យវាយគ្នានឹងមិនកម្មវិធីអូហ្នឹង ឃើញឯងពេញនិយមហី ហ្នឹងហើយដែលខ្ញុំ ចាំ ចាំ តាម ខ្ញុំ ហី បានថាការគេមួយគេហៅខ្ញុំទៅ បាទ ហើយខ្ញុំបបួលគេថាបងអើយយើងដាក់ឲ្យប្លែកទៅកម្មវិធីហ្នឹង អាធុងបាសធុងអីទៅដាក់ទៅវាចេះតែទាស់គ្នា បាទ អកកេះ អកេះអអីហ្នឹងហើយដល់នេះខ្ញុំថាអើបើដាក់ធុងបាសដែរយកអ្នកវាយបុកទៅវាយទៅហ្មងហ៎ ដែរលការដាក់វាយបុក ក្រៅហើយអាដាក់ធុងបាសគេរួមជន់ជើងនេះវាយនេះបែកក្បាលនេះ អញ្ចឹងដាក់វាយបុកម្ដ អ ង ត់ដាក់វាយបុកហ្មងដល់ម្ចាស់ដើមគាត់ថាជឹបអើយបាច់ដាក់វាយបុកមិនបាច់ដាក់បាសអីទេពួកហ្នឹងតែរវឹងក៏វាយនេះដែរហ្នឹង ណាហ្នឹងអារៀនស្រាហ្នឹងហើយបាទខ្ញុំចង់និយាយមើលបងឯង ខ្ញុំនិយាយម៉ាត់ពីរគាត់នេះមួយវារវឹង វង វាយប្រពន្ធធ្វើបាបធ្វើហិង្សារាល់ថ្ងៃ ខ្ញុំវាយប្រពន្ធកុំមកបន្ទោសខ្ញុំបន្ទោសស្រា ទៅទៅឯងកុំផឹកតែចឹង ឥឡូវលោកបងឯងអប់រំ ហ្នឹងហើយស្រាហ្នឹងហើយដែលខ្ញុំដើរមកខ្ញុំឈៀងចូលមកkiaហ្នឹងខ្ញុំឃើញឮដូចថាវារាល់ថ្ងៃពេកហើយមន់ទេអត់មានខំចិញ្ចឹមទេចិញ្ចឹមបានតិចតួចកូនប្រពន្ធនេះក៏កាប់ខ្លែមអស់ហ្នឹងហើយដែលខ្ញុំចង់និយាយពីរឿងស្រាហ្នឹងគេហៅថាសូរ៉ានេះសូរៈមេរយៈនេះគ្រឿងស្រវឹង បាទ បាទគេថាចេះកុំលេងក្រេបកុំលេងផឹកទឹកសូរ៉ា បាទ នាំឲ្យខ្លាណាវាឃ្លាតជាតិពិសីខុសប្រក្រដីឃ្លាតស្មារតីខ្លីឧបាយខ្លាចជាក្រដោយសារតែអញ្ចឹងឃើញណាមួយគេផឹកដែរគេផឹកស៊ីអញ្ចឹងទៅទិញតួចអញ្ចឹងមកចេះជជែកវែងឲ្យកំសាន្តអញ្ចឹងដូចជាស្រាថ្នាំកែរោគអញ្ចឹងគេហូបទៅតួចដើម្បីផឹកមកភាសាគ្នាណាស្អែកត្រូវស៊ីស្អីស្អីស្អែកត្រូវការស្អីអានោះបានគេហៅថាផឹកគិតការងារហើយបើយើងនេះផឹកស៊ីឡើងចាប់ដើមឡើងអួតអាងក្អេងក្អាងសត្វអញនេះខ្លាំងអីនោះខ្សោយឲ្យស្រានឹងឃើញទាញរបស់ឯងនេះទៅទៀតនឹងសុខភាពយើងឥឡូវនៅបានទៅទៀតសុខភាពយើងកាន់តែទ្រុឌទ្រោមអាស្រានឹងកាច់ទៅទៀតធ្វើអីក៏អត់កើតដែរ ជីវ៉ាន់ស៊ុយខ្មោចវាលោកបងឲ្យតន់ហើយ តន ហុកទៅវឹកមកគាត់មួយទៅនៅណាទៅវឹកខ្លាំង បាទ គាត់នោះពួកអាអត់មើលគេគាត់អាស្រាចូល បាទ តូចទៅធំអាធំទៅតូច ហ្នឹងហើយ អាឯងសាក់មកគេសួរជីវ៉ាន់ស៊ុយហ្នឹងជីវ៉ាន់ស៊ុយដោះអាវអាស៊ីវ៉ាន់ស៊ុយសក់ពេញខ្លួនហ្នឹង អាហ្នឹងសាក់ចាក់ខ្លួនបាទហើយចាំបានខ្ញុំប្រាប់ថារបងឯងនេះដូចក៏បងអូនតឹងនឹងយ៉ាងដែរហើយឃើញទេឥឡូវគេការងារខាងនេះនេះចៅសកាត់រង ចា បាទហើយ ហើយបើអញវាយទៅប្រពន្ធអញ្ចឹងធ្វើម៉េចបានប្រពន្ធរស់ស៊ីអី នាងខិតណាស់ ទៅមើលប្រពន្ធមើលកូនមើលអី មើលរងឯងមិនធាត់ទេណាហើម មើលអត់ថតទេ សាច់គ្រប់កន្លែង មើលអត់ដែលថតទេ អត់ទេ គ្នាធាត់នឹង គ្នា មើលហើម វាយពេកហើ តោះ ម ឥឡូវ អញ្ចឹងបានថាយើងទាំងអស់គ្នាយើងឈប់ទៅហើយយើង បាទ គួរតែណែយើងថែរក្សាប្រពន្ធហើយឥឡូវនេះគេកំពុងតែជំរុញឲ្យយើងដូចថាខាងបងស្រីៗយើងជាពិសេសខាងស្រីៗគេកំពុងតែលើកកម្ពស់បាទព្រោះថាសិទ្ធស្មើគ្នារវាងនឹងបុរសប៉ុន្តែបុរសយើងនេះដែលធ្វើអត់កើតដោយស្ត្រីហ៎ បាទ បាទហើយឃើញការងារថាអាងអីអញជួកើតអញឡើងថ្នោកើតស្ត្រីក៏ឡើងកើតដូចគ្នាដែរតែអត់តែមួយទេដែលយើងធ្វើអត់កើតសិតតែស្អីឯណាបវលចក្រានមិនជុំបើចក្រាននឹងលើកទៅនោះចាក់ស៊ីម៉ងឲ្យជុំនឹងចាំងឲ្យគ្នាទៅបវលកើតហើយលើកចក្រានមកដាក់ទៅសកដាលមើលបំពល់ដកជុំក៏មិនតន់ណាផងតែអញ្ចឹង ឥឡូវកែនៅកែសារភាពបងប្អូន ឥឡូវនឹងនិយាយច្រើនទៀតមិនយកខ្ញុំទៅឡាឃុំ ដល់ដៃខ្ញុំដឹកខ្លួនហើយដល់បាច់ទៅសាលាឃុំឯងបើឯងព្រមថាឈប់វាយខ្ញុំទៅយើង ទៅផ្ទះទៅសបាយឈប់ កិច្ចសន្យាឈប់ប្រើអំពើហិង្សាលើប្រពន្ធណាមេរៃអីហ្នឹងក៏ខ្ញុំយ៉ាងលះបងទៅយើងហូបតិចតិចទៅចាំការកូនបងអីចាំផឹកសាទៀតណាបងយើងហូបទៅអរគុណណាបងអរគុណហ្នឹង
លោកលោកស្រីនាងកញ្ញាទូរទស្សនិកជនទាំងអស់ជាទីគោរពបានមិញនេះលោកស្រីទើបតែបានទស្សនារួចហើយនៅឈុតឆាកកំ pl ែងខ្លីដែលសម្ដែងឡើងដោយក្រុមកំ pl ែងរបស់អ្នកជិបហើយឥឡូវនេះគឺជានីតិរបស់គណៈកម្មការដែលនឹងត្រូវជម្រាបជូនក៏ដូចជាបំពេញបន្ថែមទៅលើការបកស្រាយរបស់បងប្អូនទាំងពីរក្រុមគឺក្រុមយុវជនដែលអញ្ជើញមកពី Belty អន្តរជាតិនិងក្រុមយុវជនដែលអញ្ជើញមកពីសាកលវិទ្យាល័យកម្ពុជាចា៎សូមអញ្ជើញ នាងខ្ញុំតាំងឲ្យគណៈកម្មាធិការទាំង 5 រូបនាងខ្ញុំមានយោបល់ទៅលើចំណុចមួយដែលក្រុមទាំងពីរមើលទៅហាក់ដូចជាមានសមត្ថភាពខ្លាំងហើយប្រហាក់ប្រហែលគ្នាដូច្នេះក្រុមគណៈកម្មាធិការពិបាកណាស់នឹងថាត្រូវរកចំណុចណាមួយដើម្បីឲ្យអ្នកទាំងពីរក្រុមហ្នឹងដែលមាននរណាមួយចាញ់និងមាននរណាមួយឈ្នះព្រោះចំណុចដែលយើងឃើញមើលទៅសុទ្ធតែល្អទាំងអស់តែក្នុងហ្នឹងយើងឃើញចំណុចតិចតិចទេដែលជាមិនជាបញ្ហាប៉ុន្មានតែបញ្ហាហ្នឹងទុកគ្រាន់តែជាបទពិសោធន៍សម្រាប់ទៅថ្ងៃក្រោយខ្ញុំមាន comment មួយមានយោបល់មួយដែលក្រុមការងាររបស់យើងខ្ញុំឃើញដែលថាការប្រើប្រាស់ពាក្យរបស់ក្រុមយើងសូមមេត្តាលើក្រោយការប្រើប្រាស់ពាក្យកលឹះនីមួយៗសូមឲ្យមានការសិក្សាឲ្យបានច្បាស់លាស់មុននឹងយើងលើកមកនិយាយខ្ញុំឲ្យឧទាហរណ៍ដូចជាពាក្យថាការអប់រំប្រកបទៅដោយតម្លាភាពពួកយើងពិបាកនឹងយល់ថាតើពាក្យហ្នឹងគឺមានន័យថាយ៉ាងម៉េចឲ្យពិតប្រាកដដូច្នេះពួកខ្ញុំមានតែចំណុចខ្លះៗទុយប៉ុណ្ណឹងហើយប្រហែលជាមានខាងបងប្រុសមានយោបល់អីបន្ថែមទៀតទៅលើចំណុចហ្នឹងចាសសូមអរគុណ បាទសូមអរគុណលោកស្រីសីមុំហើយសូមគោរពដល់គណៈអធិបតីក៏ដូចជាបងប្អូនក៏ដូចជាទស្សនិកជនទាំងអស់ដែលមានវត្តមាននៅទីនេះក៏ដូចជាតាមគេដ្ឋានដោយអ្វីដែលលោកស្រីសីមុំបានលើកឡើងអញ្ចឹងថាគណៈកម្មការជជែកគ្រោងថាគិតថាខ្លីប៉ុន្តែដល់ពេលគិតទៅវាកាន់តែយូរដោយសារសិតតែអ្នកមានសមត្ថភាពហើយបងប្អូនទាំងពីរយើងជឿជាក់ថាប្រកាសជាបានសិក្សាស្រាវជ្រាវច្រើនភ្ជាប់ទាំងចំណុចទាំងអស់នេះមិនមែនជាការនិយាយថាខុសទេប៉ុន្តែគ្រាន់តែថាដោយសារយើងមិនមែនជាអ្នកស្រាវជ្រាវដូចជាអ្នកជំនាញអញ្ចឹងវាធម្មតាការដែលយើងជជែកការដែលយើងលើកវែកញែកក៏ដូចជាការសិក្សាវាតែងតែខ្វះភាពជ្រុងជ្រោយឲ្យបានពេញលេញមិនមែនថាយើងធ្វើមិនបានល្អទេហើយសូមសរសើរទោះបីជាយ៉ាងណាក៏ដោយទោះបីជាយើងជាគណៈអធិបតីគណៈកម្មការពេលខ្លះក៏និយាយថាมันអាចស្រាវជ្រាវបានពេញលេញច្រើនជាងនឹងដែរប៉ុន្តែដោយសារយើងមានគំនិតច្រើនក៏យើងបានចូលរួមគ្នាដើម្បីផ្ដល់ជាចំណុចមួយចំនួនដល់បងប្អូនចំណុចខ្លាំងដែលបងប្អូនដែលយើងក៏លេខឃើញចំណុចខ្លាំងមួយចំនួនឧទាហរណ៍ដូចជាសុំសរសើរដោយសារជាពិសេសក្រុមបដិសេធនិយាយបដិសេធមុនចុះដោយសារបដិសេធលោកនិយាយថាយើងព្យាយាមរកហេតុផលយ៉ាងម៉េចដើម្បីទាញមិនបដិសេធលើប្រធានបទបាទមានន័យថាដោយសារយើងវេទិកានេះជាវេទិកាសមភាព gender អញ្ចឹងហើយព្យាយាមរកចំណុចណាដើម្បីថាមិនបដិសេធប្រធានបទទេប៉ុន្តែព្យាយាមកន្លែងបដូរពីពាក្យការលើកកម្ពស់ស្ថានភាពស្ត្រីឬក៏ការផ្ដល់ឱកាសដល់ស្ត្រីឲ្យទៅជាចំណុចមួយដែលនាំឲ្យឈានឲ្យមានសមភាព gender បាទនេះជាអ្វីដែលយើងមើលឃើញថាអូនទាំងអស់សិតតែលើកជាអំណះណាងល្អហើយជាងនេះទៅទៀតដោយឡែកសម្រាប់ក្រុមស្របក៏យើងកត់សម្គាល់ពីចំណុចខ្លាំងរបស់បងប្អូនដែរដោយសារបងប្អូនបានមានអំណះអំណាងច្រើនសិក្សាអំពីយើងមើលមានឯកសារយោងច្រើនដែលបានមកបង្ហាញទៅដល់ជាចំណៃដល់ការគិតក៏ដូចជាការពិចារណារបស់ទស្សនិកជនក៏ដូចជាយើងអស់គ្នាអ្វីដែលយើងខ្ញុំចង់បន្ថែមដើម្បីបងប្អូនបើសិនជាយើងមានឱកាសក្នុងការជជែកវែកញែកលើក្រោយទៀតឧទាហរណ៍ដូចជាក្រុមស្របក៏ដូចជាក្រុមបដិសេធដែរថាទី1បើសិនស្របខ្ញុំឧទាហរណ៍ថានៅក្នុងប្រធានបទនេះអញ្ចឹងយើងនិយាយថាស្ត្រីជាភ្នាក់ងារសំខាន់ឬក៏ជារឿងសំខាន់ដែលយើងត្រូវជំរុញឲ្យគាត់ចូលរួមដើម្បីឈានចូលរួមនៅក្នុងការពង្រឹងកិច្ចអភិវឌ្ឍចំណុចដែលយើងត្រូវស្វែងយល់ឬក៏ធ្វើម៉េចតាក់ទាញទស្សនិកជនថែមទៀតថាបើស្ត្រីចូលរួមទៅតើវាកើនប៉ុណ្ណានៃកិច្ចអភិវឌ្ឍយើងឈានឡើងប៉ុណ្ណា
ចុះបើសិនជាខ្វះសមាជិកចូលរួមរបស់ស្ត្រីតើការអភិវឌ្ឍរបស់យើងវាថយប៉ុណ្ណានេះជាអ្វីដែលជាការរកអំណះអំណាងបន្ថែមដើម្បីឲ្យតាក់ទាញកាន់តែខ្លាំងទៀតទៅក្នុងគេហៅបេះដូងនៃការគិតរបស់ទស្សនិកជនបាទចំណុចមួយទៀតទៅក្រុមបដិសេធវិញបងសូមអនុញ្ញាតផ្ដល់ជាយោបល់មួយថាក្រុមទាំងពីរនេះដូចជានិយាយអំពីក្រុមមួយនិយាយពីសមភាព gender ក្រុមបដិសេធក្រុមស្របនិយាយអំពីសមធម៌ gender មានន័យថាម៉េចមានន័យថាក្រុមមួយថាសមាជិកអីក៏ដោយក៏សំខាន់ដែរដែលជាការចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍប៉ុន្តែយើងត្រូវតែការគិតនោះត្រូវតែមានសមភាពទាំងបរិសុទ្ធទាំងស្ត្រីដោយឡែកក្រុមស្របវិញគាត់មានប្រសាសន៍ថាដើម្បីឈានទៅសមភាពបានត្រូវតែគិតធ្វើម៉េចឲ្យមានសមធម៌មានន័យថាបើភេទណាមួយគាត់ខ្វះឬក៏មិនទាន់បានពេញលេញយើងត្រូវជំរុញអញ្ចឹងហើយនេះជាអ្វីដែលបើនិយាយជារួមជាការជជែកគ្នារវាងអ្នកដែលសមភាពនិងអ្នកដែលសមធម៌ដើម្បីធ្វើម៉េចឲ្យចំណៃដល់ទស្សនិកជនអញ្ចឹងហើយយើងក៏ពិបាកនឹងនិយាយថាតើក្រុមណាដែលមានប្រៀបជាងក្រុមណាអញ្ចឹងសូមអរគុណហើយក៏ដូចជាចំណៃសម្រាប់ទស្សនិកជនទាំងអស់សម្រាប់ការយកទៅជជែកនិងពិចារណាទៅមុខទៀតដើម្បីយើងយកបន្ថែមបាទអញ្ចឹងសូមអរគុណសម្រាប់ក្រុមទាំងពីរដែលបានយកប្រធានបទនេះមកស្រាវជ្រាវហើយជជែកទៅដល់ទស្សនិកជនបាទសូមអរគុណបាទចាអរគុណណាស់សម្រាប់ការបំពេញបន្ថែមរបស់គណៈកម្មការក៏ដូចជាជូននៅចំណុចគន្លឹះខ្លះសម្រាប់បងអូនយុវជនទាំងពីរក្រុមគឺទាំង Belty អន្តរជាតិនិងទាំងកម្ពុជាគួរឲ្យសោកស្ដាយដែរចំពោះអ្នកដែលមិនបានទទួលលទ្ធផលនៅក្នុងការប្រកួតជុំផ្ដាច់ប្រវត្តិក៏ប៉ុន្តែក្នុងនាមខ្ញុំជាអ្នកសម្របសម្រួលក៏ខ្ញុំសង្ឃឹមថាបងប្អូនគឺពិតជាមិនខកចិត្តទេពីព្រោះដោយដែលប្រសាសន៍លោកជំទាវរដ្ឋមន្ត្រីពីពេលព្រឹករួមជាមួយនឹងឯកឧត្តមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងហើយថាគឺមិនមែនហៅអ្នកចាញ់ទេគ្រាន់តែថាការជជែកវាតែងតែមានអ្នកដែលមានបន្ទុកនាំមុខនិងអ្នកដែលមានបន្ទុកបន្ទាប់តែនេះគឺជាបទពិសោធន៍គឺយើងចង់បានបទពិសោធន៍រួមជាមួយនឹងការបញ្ចេញនៅទស្សនៈក៏ដូចជាការលើកឡើងរបស់បងប្អូនដែលបង្ហាញឲ្យឃើញថាបងប្អូនពិតជាមានសក្តានុពលនៅក្នុងការចូលរួមក្នុងកិច្ចការពារក្នុងកិច្ចអភិវឌ្ឍមាតុភូមិរបស់យើងដូច្នេះបងអូនពិតជាអនាគតអ្នកបន្តវេនដ៏ពិតប្រាកដឥឡូវលទ្ធផលបានមកដល់ដៃនាងខ្ញុំហើយនាងខ្ញុំសូមជម្រាបជូនគឺចាប់ពីក្រុមគាំទ្រមុនគឺសាកលវិទ្យាល័យ Belty អន្តរជាតិគណៈកម្មការទាំង5រូបសរុបលទ្ធផលជូនបងអូនគឺបាន469ពិន្ទុចាសម្រាប់បងប្អូនដែលអញ្ជើញមកពីសាកលវិទ្យាល័យកម្ពុជាគណៈកម្មការសរុបជូននៅលទ្ធផលពិន្ទុគឺបាន466ពិន្ទុចាដូច្នេះលទ្ធផលនៅក្នុងការប្រកួតជុំផ្ដាច់ប្រវត្តិក៏ដូចជុំទី3នេះគឺត្រូវបានទៅលើសាកលវិទ្យាល័យ Belty អន្តរជាតិនាងខ្ញុំក៏សូមគោរពអញ្ជើញលោកជំទាវច័ន្ទសូរីរដ្ឋលេខាធិការក្រសួងកិច្ចការនារីផ្ដល់កិត្តិយសនៅក្នុងការផ្ដល់ជូននៅវត្ថុអនុស្សាវរីយ៍ដល់បងប្អូនដែលអញ្ជើញមកពីសាកលវិទ្យាល័យកម្ពុជាចាស់សូមអញ្ជើញជាបន្តទៅទៀតនេះសូមអញ្ជើញក្រុមបងប្អូនយុវជនសាកលវិទ្យាល័យ Belty អន្តរជាតិមកកាន់វេទិកាកណ្ដាលដើម្បីទទួលវត្ថុអនុស្សាវរីយ៍ពីលោកជំទាវច័ន្ទសេរីរដ្ឋលេខាធិការក្រសួងកិច្ចការនារីជាបន្តទៅទៀតនេះសូមអញ្ជើញក្មួយស្រីអឿនស្រីលក្ខ
មកកាន់វេទិកាកណ្ដាលដោយសារតែគណៈកម្មការបានរកឃើញថាក្មួយស្រីគឺជាអ្នកដែលមានសំនួនវោហាក្បោះក្បាយជាងគេនៅក្នុងការចូលរួមប្រកួតចាប់ពីដើមវគ្គរហូតមកដល់វគ្គផ្ដាច់ព្រាត់នេះសូមអញ្ជើញក្មួយមកកាន់វេទិកាកណ្ដាលដើម្បីទទួលវត្ថុអនុស្សាវរីយ៍ពីលោកជំទាវកុបម៉ារយ៉ារដ្ឋលេខាធិការក្រសួងកិច្ចការនារីសូមគ្រប់អញ្ជើញលោកជំទាវផ្ដល់កិត្តិយសនៅក្នុងការផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ដល់ក្មួយស្រីសូមគោរពសម្ដេចលោកជំទាវអាយឧត្តមលោកអុកញ៉ាលោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនទាំងអស់ជាទីគោរពវេទិកាយុវវ័យជជែកពិភាក្សាស្ដីអំពីសមភាព Gender ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារីរួមសហការជាមួយនឹងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាក្រោមការជួយឧបត្ថម្ភអង្គការ Oxfam អង្គការ UNICEF អង្គការ UNAPA អង្គការសន្តិភាពនិងអភិវឌ្ឍវិជាឋានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជាអង្គការ Action Aid វិជាឋានបម្រើអ្នកសម្របសម្រួលការងារអភិវឌ្ឍBNK ជំនួយរដ្ឋាភិបាលអូស្ត្រាលីជំនួយពីពលរដ្ឋអាមេរិកអង្គការ UNDP អង្គការ UNESCO អង្គការ JICA អង្គការ GIZ ស្ថានទូតអង់គ្លេសអង្គការ The Asia Foundation ត្រូវបានមកដល់ចំណុចបញ្ចប់មុននឹងបញ្ចប់នាងខ្ញុំក៏សូមគោរពថ្លែងអំណរគុណចំពោះវត្តមានរបស់គណៈកម្មការដាក់ពិន្ទុវត្តមានរបស់គណៈកម្មការសំទោសគណៈកម្មការដាក់ពិន្ទុវត្តមានរបស់គណៈអធិបតីដែលបានចំណាយពេលវេលាអញ្ជើញមកចូលរួមនៅក្នុងការថតផ្ទាល់នៅក្នុងស្ទូឌីយោរបស់ទូរទស្សន៍ជាតិកម្ពុជាហើយនឹងក្នុងនោះនាងខ្ញុំក៏សូមអភ័យទោសនៅរាល់ចំណុចកំហុសខ្វះខាតខ្លះនៅក្នុងពេលរបៀបរបបធ្វើកិច្ចពិភាក្សានេះអាស្រ័យដោយពេលវេលារបស់យើងមានកម្រិតហើយនាងខ្ញុំក៏សង្ឃឹមថាពីវេទិកានេះទៅបងប្អូនទាំងអស់គ្នានឹងបានជាចំណេះចេះដឹងមួយថ្មីបន្ថែមទៀតទៅលើការចេះដឹងចំណេះទៅលើការចេះដឹងនៅចំណេះទូទៅរបស់ប្អូនហើយសង្ឃឹមថាបងប្អូននឹងចេញនៅសេចក្តីក្លាហានក៏ដូចជាហ៊ាននៅចានិយាយពីការពិតចាហើយចូលរួមនៅក្នុងការកាត់បន្ថយគម្លាតសមភាព Gender នៅពេលខាងមុខឲ្យបានកាន់តែនៅសល់តិចបំផុតពីព្រោះយើងឃើញហើយថានាពេលបច្ចុប្បន្ននេះទោះបីជាមានការខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក៏ប៉ុន្តែការយល់ដឹងអំពីសមភាព Gender គឺនៅមានកម្រិតអាស្រ័យដោយកត្តាជាសច្ចានុម័តនិងកត្តាអត្តនោម័តក៏ប៉ុន្តែយើងខ្ញុំសង្ឃឹមថានាខាងមុខនេះយើងនឹងកាត់បន្ថយឲ្យបានពិតប្រាកដនៅវិសមភាព Gender ហើយនាងខ្ញុំក៏សូមគ្រប់ជូនពរសូមឲ្យបងប្អូនទាំងអស់គ្នាជាពិសេសគណៈអធិបតីគណៈកម្មការដាក់ពិន្ទុរួមជាមួយនឹងលោកអ្នកដែលកំពុងតែទស្សនានៅតាមគេហដ្ឋានសូមទទួលបាននៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយសូមអរគុណសូមគោរពលា